ការបើកកម្មវិធី Microsoft PowerPoint 2010បើកកម្មវិធី PowerPoint 2010ទី1គឺយើងចុចលើ Start ទី2គឺយើងយកពាក្យថា All Program ទី3គឺយើងយកពាក្យថា Microsoft Office ទី4គឺយើងយកពាក្យថា Microsoft Office PowerPoint 2010បាទអញ្ចឹងពេលដែលយើងបើកបានហើយយើងត្រូវការបើកតាមវិធីមួយទៀតគឺយើងអាចចូលតាម Start រួចវាយពាក្យថា PowerPoint តោះអញ្ចឹងយើងមើលទី1ចុចលើ Start ទី2យើងបាទវាយក្នុងប្រអប់នេះវាយពាក្យថា PowerPoint បាទអញ្ចឹងគ្រាន់តែវាយពាក្យ Power មកពេលនោះវាចេញ PowerPoint នៅខាងលើនេះតែម្ដងបាទអញ្ចឹងក្រោយពីយើងបើកហើយគឺចេញផ្ទាំងដូចគ្នា